បងប្អូនអាចឆ្កល់ប្រភេទរ៉ាំយៈមកក្បាល$95ដែលធ្វើប្រម៉ូសិនហ្នឹងក៏ប៉ុន្តែតម្លៃដើមវា132ជាង142ជាងចុះសល់$95ប្រភេទអីអត់ហើយដៃឆ្ងល់ក្តាមយៈវាមានប្រភេទអត់$95គឺជាប្រភេទក្តាមយៈពណ៌ក្រហមរបស់ប្រទេសនេះដែលមានតម្លៃថ្លៃជាងក្តាមយៈទូទៅទាំងអស់ប៉ុន្តែ OCC Food លក់តែ$95ក្នុងមួយក្បាលខ្នាត1គីឡូ3 1គីឡូ4ហើយទាំងអស់មាន3ពណ៌ផ្សេងគ្នានិងមកពី3ប្រទេសផ្សេងគ្នាតែខ្ញុំនិយាយឈ្មោះប្រទេសអត់បានទេណា TikTok ចាប់ពណ៌ក្រហមមកពីប្រទេសនេះពណ៌ខៀវមកពីប្រទេសនេះនិងពណ៌លឿងមកពីប្រទេសនេះពេលខ្លះយើងដែរឆ្ងល់ដល់បងប្អូនមកពីប្រទេស3ផ្សេងគ្នាពណ៌ខុសគ្នាតិចសាច់វាអត់ដូចគ្នាទៅការប៉ັດទៅមិនអញ្ចឹងទេណាបងប្អូនក្តាមយៈនៅតែជាក្តាមយៈអញ្ចឹងទោះបីជាវាមានពណ៌ខុសគ្នាមកពី3ប្រទេសផ្សេងគ្នាតែសាច់វានៅតែជាក្តាមយៈនឹងអត់មានខ្លះទៅជាបកាឬបកកឬខ្លះជាត្រីសំមិនអីទេសាច់វានៅតែជាក្តាមយៈដដែលហើយឲ្យតែវារស់ទោះបីជាវាខុសតំបន់ខុសពណ៌តែសាច់វារសជាតិតែមួយទេគឺឆ្ងាញ់ដូចគ្នាហើយសំខាន់ឲ្យតែរស់អញ្ចឹងសាច់ហ្នឹងវាមានជាតិតែម្ដងចុះក្តាមយៈហ្នឹងអត់មានភាពខុសគ្នាអីខ្លះទេមានតាខុសតែពណ៌នឹងឯងហើយនឹងអាចខុសតម្លៃតិចតួចដោយសារការដឹងជូនពីជើងគឺមកពីប្រទេសនេះក្តាមយៈក្រហមហ្នឹងគឺអាចមានតម្លៃថ្លៃជាងដោយសារតែការដឹងជូនគឺឆ្ងាយជាងហើយណាមួយវាត្រូវឆ្លងកាត់ច្រើនប្រទេសជាងតែបើចំពោះរសជាតិវិញឲ្យតែបានរសសាច់វាឆ្ងាញ់ដូចតែគ្នាហ្នឹងហើយសាច់វារសជាតិដូចតែគ្នាតែម្ដងហើយចាំមិនបាន OCC Food លក់ថោកមកតម្លៃទិញតាមផ្សារ$95ហ្នឹងមួយក្បាលក៏មិនបានផងតែ OCC Food លក់តែ$95ក្នុងមួយក្បាលខ្នាត1គីឡូ3 1គីឡូ4ហើយបើខ្នាត2គីឡូម្ខាំ2គីឡូ3វិញតម្លៃ240ជាងចុះសល់តែ176ទេសំខាន់ OCC Food free ធ្វើម្ហូបបានដល់ទៅ3មុខទៀតដែរក្នុងមួយក្បាលហើយសើតែបានរស់មិនមែនកប់តកកទេក៏មិនមែន fresh ដែរគឺរស់តែម្ដងហើយលេងឡើងពេញអាំងទៀតក៏ប៉ុន្តែដោយសារ OCC Food ស្គាល់កន្លែងយកវ៉ាន់ថ្លៃធូរទើប OCC Food លក់តម្លៃធូរជូនបងប្អូនដូចគ្នាហើយតែយកច្រឡំថាតម្លៃធូរអត់សាច់អត់មានទេណាបងប្អូននេះហែកឲ្យមើលតែម្ដងសាច់ណែនហ្មងខ្នាត1គីឡូជាងមិញហ្នឹងហើយក្បាលវាបងប្អូនចង់ធ្វើដូចវីដេអូក៏បានឆាបាយឬអាំងឈីចំពោះខ្លួនអាចបំពងខ្ទឹមសអបមីសួរឆាម្រេចខ្មៅឬចំហុយទាំងមូលក៏បានហើយសម្រាប់ការធ្វើម្ហូបនេះគឺ free ជូនអត់មានបូកតម្លៃបន្ថែមពីលើអីទេមកក្បាល free ធ្វើម្ហូបបានដល់ទៅ3មុខហើយសាច់ណែនទៀតកុំភ្លេចចង់ញ៉ាំម្ហូបឆ្ងាញ់តម្លៃធូរឲ្យបានរស់កុំភ្លេច OCC Food